Bà chúng tôi số đó lục ru nè cru nâng mật phẹ từng ngọc này đã sẵn sàng lừa một chi kỳ mì ngày nay nhóm ban một vừa đồng nào sai lùm ham tệ tôn từ lừa merian thì 7 chung phục thì buồn được không thạ thì đọc ý cứ merian lùm nâng kỳ mí cứ lùm nâng acid ba nâng ẩm bẩn chẳng có mỗi hạt bê dú dương cái lấy mà mưa lùm hạt từng ngọc này đại bật thiên kế cái ban này dây tha nó không số trong acid metanoicឬក៏គេហៅថា acid formic ដែលមានតម្លៃកំហាប់យើងគឺ 0.02 សំណួរគេសួរយើងកណនីកំហាប់គ្រប់ប្រភេទគីមីបាទទាំងអស់នៅក្នុង solution ហ្នឹងអញ្ចឹងតើកំហាប់នៅគ្រប់ប្រភេទគីមីក្នុង solution acid formic នៅហ្នឹងមានអីខ្លះអញ្ចឹងបើសិនជាយើងសាកគិតមើលនៅក្នុង acid formic វាជា acid ខ្សោយខ្ញុំអាចឲ្យជាតម្រុយសិនយើងបូកជាមួយនឹងទឹកយើងបូកជាមួយនឹង H2O យើងបានHCOO ដកបូកជាមួយនឹង hydrogen អញ្ចឹងកំហាប់គ្រប់ប្រភេទគីមីហ្នឹងគឺយើងត្រូវគណនាកំហាប់របស់អ៊ីយ៉ុងផម៉ាតនិងអ៊ីយ៉ុងអ៊ីដ្រូញូមហើយរបស់ acid formic នៅពេលលំនឹងផងដែរអញ្ចឹងយើងអាចអនុវត្តទៅលើសំណួរកបានគឺយើងត្រូវរក3ហ្នឹងអញ្ចឹងយើងអាចដាក់កមកគណនាកំហាប់នៃគ្រប់ប្រភេទគីមីអញ្ចឹងយើងអាចសេសមីការបំបែករបស់ acid formic មកគឺ acid formic យើងបូកជាមួយនឹងទឹកគឺយើងទទួលបានអ៊ីយ៉ុងផម៉ាតនិងកំហាប់ H3O គេហៅអ៊ីយ៉ុងអ៊ីដ្រូញូមកន្លែងនេះគឺ acid formic វាបានបោះ proton គឺ proton នៅកន្លែង H ជាប់ O ដែលជាទូទៅ acid acetic ឬក៏ acid carboxylic ហ្នឹងគឺវាបោះមួយ proton គឺអ៊ីយ៉ុង H បូកដែលជាប់នឹង O នឹងឯងកន្លែងបង្គំ hydroxyl ណាយើងអត់អាចបោះកន្លែងនេះទេតែបោះកន្លែងនេះគឺខុសហើយអញ្ចឹងយើងសិក្សាទៅលើកំហាប់ដើមកំហាប់ប្រែប្រួលកំហាប់លំនឹងដោយសារវាជាអាស៊ីតខ្សោយអញ្ចឹងកម្រិតនៃការបំបែករបស់អាស៊ីតផមិចវាអត់ទាំងស្រុងអញ្ចឹងយើងត្រូវសិក្សាលើកំហាប់ដើមកំហាប់ចូលរួមប្រតិកម្មឬគេហៅកំហាប់ប្រែប្រួលហ្នឹងហើយនឹងកំហាប់លំនឹងអញ្ចឹងកំហាប់ដើមរបស់អាស៊ីតផមិចរបស់យើងគឺ 0.02 អ៊ីយ៉ុងផម៉ាតយើងគឺ 0.0 កំហាប់ប្រែប្រួលយើងអត់ស្គាល់បាទហើយយើងក៏អត់មានតម្លៃណាដែលតាក់ទងទៅលើកំហាប់ប្រែប្រួលដែរអញ្ចឹងយើងសន្មតយើងតាំងដោយ x ហើយ x នេះដោយសារតែវាមានមេគុណ1ដូចគ្នាអញ្ចឹងយើងតាំងដោយ x ដូចគ្នាតែបើមានមេគុណផ្សេងគឺយើងត្រូវគិតតាមនឹងដូចគ្នាអញ្ចឹងតម្លៃកំហាប់នៃអង្គធាតុប្រតិករវាចូលរួមធ្វើប្រតិកម្មវាខាតបង់អញ្ចឹងយើងស្មើ 0.02 ដក x កំហាប់ដើមផលិតផលយើងគឺ x ដូចគ្នាអញ្ចឹងតាមការគឺយើងស្មើផលគុណរវាងកំហាប់ផលិតផលអញ្ចឹងកំហាប់ផលិតផលរបស់យើងគឺអ៊ីយ៉ុងផម៉ាតគុណជាមួយនឹងកំហាប់ H3O បូកលើកំហាប់អាស៊ីតផមិចពេលលំនឹងអញ្ចឹងយើងអាចជួសបានណាដោយប្រធានរបស់យើងស្គាល់តម្លៃ Ka ដោយ Ka របស់យើងគឺស្មើនឹង 1.77 គុណនឹង 10 សេគុណដល់ 6 អញ្ចឹងនាំឲ្យយើងបាន 1.77
គុណនឹង10សេគុណដក6ស្មើឲ្យកំហាប់អ៊ីយ៉ុងផម៉ាននិងអ៊ីដ្រូញ៉ូម x គុណនឹង x ដូចគ្នាអាស៊ីតផមិចរបស់យើងគឺ 0.02 ដក x ចឹងយើងថាដោយយើងសន្មត់ចោល x តូចពេកបាទ x តូចពេកបាទយើងអាចចោលបានយើងអាចចោលអញ្ចឹងតម្លៃនេះគឺយើងបាន 0.02 ដកឲ្យ x គឺមានតម្លៃប្រហែលនឹង 0.02 ក៏ប៉ុន្តែកន្លែងសន្មត់ចោល x នេះគឺយើងអត់អាចចោល x កន្លែងនេះបានទេបាទគឺយើងចោល x ណាដែលមានតម្លៃសញ្ញាដកដែលវាតាក់ទងទៅលើតម្លៃដក x នឹងចោលឬក៏បូក x នឹងដែលយើងអាចចោលបានណាបាទដល់ដោយសារបើ x វាតែ1គឺយើងអាចចោលបានទេអញ្ចឹងយើងជួសមកយើងបាននាំឲ្យយើងបាន 1.77 គុណ10គុណដក6ស្មើឲ្យ x គុណនឹង x យើងបាន x ការ៉េលើ 0.002 កន្លែងនេះយើងចោលហើយអញ្ចឹងនោះ x យើងបំពាក់រឹសមកយើងទាញរកតម្លៃ x អញ្ចឹងយើងបានរឹស 0.02 គុណជាមួយនឹង 1.77 គុណ10សេគុណដក6អញ្ចឹងកន្លែងនេះគឺស្មើនឹង 1.88 គុណនឹង10សេគុណដក 3m ដោយតម្លៃ x នេះគឺជាតម្លៃកំហាប់ពេលលំនឹងរបស់អ៊ីយ៉ុងផម៉ាតនិងអ៊ីយ៉ុងអ៊ីដ្រូញ៉ូមអញ្ចឹងយើងអាចថាដោយ x ស្មើឲ្យខ្ញុំសរសេរជារួមកំហាប់ហាស់3របូកស្មើនឹង 1.88 គុណ10សេគុណដក 3m ចំណែកឯកំហាប់របស់អាស៊ីតផមិចវិញគឺស្មើនឹង 0.02 ដកឲ្យ 1.88 គុណ10សេគុណដក 3អញ្ចឹងវាអាចមានតម្លៃប្រហែលនឹង 0.02m ដដែលអញ្ចឹងយើងអាចមើលចម្លើយបានតើវាត្រូវដូចទៅនឹងចម្លើយខ្លីនៅលើប្រធានណាទេបាទយើងមើលទៅវាដូចគ្នាអញ្ចឹងការដោះស្រាយរបស់យើងគឺត្រឹមត្រូវអញ្ចឹងយើងអាចទៅសេថាដូចនេះកំហាប់របស់ហាស់3របូកស្មើនឹង 1.88 គុណ10សេគុណដក 3m អ៊ីយ៉ុងផម៉ាត 1.88 គុណ10សេគុណដក 3m អាស៊ីតផមិចពេលលំនឹងនេះគឺស្មើនឹង 0.02 អញ្ចឹងយើងអាចទៅមើលសំណួរបន្ទាប់ទៀតសំណួរខគេឲ្យយើងគណនាមេគុណអ៊ីយ៉ុងកម្មដែលគេអាងឲ្យ alpha នៃអាស៊ីតហ្នឹងឬក៏គេហៅថាកម្រិតនៃការបំបែករបស់អាស៊ីតនៅក្នុងទឹកអញ្ចឹងតើវាស្មើរូបមន្តបែបណាតោះអញ្ចឹងយើងអាចថាគណនាមេគុណអ៊ីយ៉ុងកម្មឬគេហៅថាភាគរយ alpha ហ្នឹងឯងអញ្ចឹងតាមរូបមន្តដោយសារវាជា solution acid អញ្ចឹងរូបមន្តរបស់យើងភាគរយ alpha គឺស្មើនឹងកំហាប់អ៊ីដ្រូញ៉ូមពេលលំនឹងលើឲ្យកំហាប់ដើមគុណនឹង100%អញ្ចឹងដោយតម្លៃពីរហ្នឹងយើងស្គាល់ហើយបាទដោយកំហាប់អ៊ីដ្រូញ៉ូមពេលលំនឹងគឺយើងស្គាល់ 1.88 គុណ10សេគុណដក 3
ចំណែកឯ CA របស់យើង 0.02 អញ្ចឹងគេបានភាគរយ alpha ស្មើនឹង 1.88 គុណ10សេគុណដក 3 នៅលើ 0.02 គុណនឹង 100 អញ្ចឹងគឺស្មើនឹង 9.4 ភាគរយ អញ្ចឹងតើយើងមើលចម្លើយរបស់យើងត្រឹមត្រូវដែរឬទេបាទយើងឃើញថាមានការត្រឹមត្រូវអញ្ចឹងយើងអាចអនុវត្តទៅលើសំណួរកបានគឺគណនា pH នៃ solution នេះវាអត់មានអីពិបាកទេនៅលើសំណួរកដោយសារយើងស្គាល់កំហាប់អ៊ីដ្រូញូមហើយអញ្ចឹងគ្រាន់តែយើងអនុវត្តទៅលើរូបមន្ត pH ទៅគឺអូខេអញ្ចឹងកគណនា pH នៃ solution អញ្ចឹងតាមរូបមន្ត pH ស្មើដកលបកំហាប់ H3O កន្លែងនេះខ្ញុំសូមជួសលេខយកតែម្ដងគឺដកលបនៃ 1.88 គុណនឹង 10សេគុណដក 3 អញ្ចឹងលបផលគុណគឺស្មើទៅនឹងលបផលបូកអញ្ចឹងយើងផ្ដាច់លប 1.88 បូកជាមួយនឹងលបនៃ 10សេគុណដក 3 អញ្ចឹងលប 1.88 ស្មើទៅនឹង 0.23 ដកឲ្យបាទលោកគោល A អញ្ចឹងយើងស្មើនឹងដក 3 អញ្ចឹងយើង total នេះទៅយើងស្មើទៅនឹង 2.77 យើងស្មើទៅនឹង2សំទោសកន្លែងនេះគឺលោក 0.88 គឺស្មើទៅនឹង 2.7 បាទអញ្ចឹងយើងបានចម្លើយគឺ 2.73 អធិស្ឋានតម្លៃលោកនេះខ្ញុំគិតអត់ត្រូវបាទអញ្ចឹងចម្លើយរបស់យើងគឺអូខេដូចនេះ pH គឺស្មើទៅនឹង 2.73 អញ្ចឹងការដោះស្រាយលំហាត់របស់ខ្ញុំគឺចប់តែប៉ុណ្ណឹងបើមានចំណុចខ្វះខាតកន្លែងណាសូមខន្តីអភ័យទោសទៅដល់មិត្តអ្នកទស្សនាទាំងអស់គ្នាបាទសូមអរគុណ